សួស្តីអ្នកគ្នាខ្ញុំបាទ SK នៅក្នុងថ្ងៃនេះដែរយើងបន្តទៅរឿង Blue Lock របស់យើងតទៀតបន្ទាប់ពីបានបាល់ហើយ Team Z បានចាប់ដើមលេងវាបកទៅវិញ Isagi មានអារម្មណ៍ថាគេអាចដឹងពីគ្រាប់បាល់បានក្នុងចំណោម3នាក់នេះប្រសិនបើពួកគេអាចយកបាល់បានវិញនោះការប្រកួតនេះនឹងត្រូវចាញ់ទោះជាយ៉ាងណាក៏ដោយគេនឹងមិនឲ្យពួកគេយកបាល់បានទៅវិញឡើយរួចក៏ប៉ះឲ្យបាជីរ៉ាដែលពឹងផ្អែកលើជំនាញរបស់គេបាជីរ៉ាបានញាក់ផុតគ្នាឡើងពី3នាក់រួចក៏ប៉ះឲ្យ Isagi វិញ Isagi ក៏ប៉ះបន្តឲ្យ Chigiri បានរត់អស់បាល់ឡើងលើយ៉ាងលឿនរួចក៏ប៉ះឲ្យ Isagi វិញតាមពិតIsagi បានប្រែ Chigiri ដូចជានុយមួយសម្រាប់អស់ខ្សែការពារគេតែប៉ុណ្ណោះខ្សែការពារគេសល់តែ2នាក់ទៀតទេ Isagi បានប៉ះឲ្យ Kunigami តែត្រូវបានបងវ៉ែនតាស្លាយបាល់នោះចេញពី Kunigami ប្រសិនបើបាល់នោះចេញក្រៅការប្រកួតនេះនឹងត្រូវចប់ហើយក្នុងពេលដែលកំពុងតែគៀងគ្រប់គ្នានោះ Raichi បានចេញមករត់តាមបាល់នោះរួចក៏ប៉ះឲ្យ Bachira Kunigami និង Chigiri ក៏បានឡើងទៅលើបន្តទៀត Isagi បានដឹងថានៅពេលដែលពួកគេឡើងទាំងពីរបែបនេះខ្សែការពារគេប្រកាសជាតាមបិទពួកគេហើយស្របពេលនោះដែរគេក៏បានរកឃើញកន្លែងសម្រាប់ឲ្យគេសុទ្ធរកគ្រាប់បាល់បានយ៉ាងល្អមួយគិតរួចក៏ហៅ Bachira ឲ្យប៉ះបាល់ឲ្យខ្លួនហើយ Bachira ក៏បានប៉ះឲ្យ Isagi អ្វីដែលត្រូវធ្វើនៅគ្រាន់តែទប់បាល់រួចក៏សុទ្ធយកហ្មងតែវត្តមានបិសាចម្នាក់បានលេចឡើងក្រោយខ្នង Isagi ភ្ញាក់ផ្អើលជាខ្លាំង Nagi បាននិយាយថានៅពេលនេះឯងគឺជាមនុស្សដ៏គ្រោះថ្នាក់បំផុតលើវាលនេះ Isagi បានកាត់ឡើងវិញម្ដងទៀតថាគេអាចប៉ះបាល់មុន Nagi ចំនួន1វិនាទីប៉ុន្តែបើសិនជាគេនៅបន្ថយល្បឿនដើម្បីទប់បាល់នោះប្រកាសជា Nagi នឹងមករារាំងតាន់ជាមិនខានមួយវិញទេទប់បាល់ធម្មតាវាមិនមានលទ្ធផលអ្វីឡើយមានន័យថាគេត្រូវទប់បាល់លើអាកាសដូច Nagi ហើយទើបអាចរកគ្រាប់បាល់បានប៉ុន្តែរឿងនេះវាពិតជាអស្ចារ្យណាស់គេមិនអាចធ្វើឡើងបានឡើយអ្វីៗនៅក្នុងពេលនេះពិតជាអាក្រក់ណាស់គេអាចដឹងពីអនាគតនៅលើតារាងបាល់នេះបានប៉ុន្តែមិនមែនជាអនាគតនៃការឈ្នះនោះទេ Ichigiri និង Kunigami បានស្រែកហៅ Isagi ឲ្យប៉ះបាល់ Isagi ថាទេគេចង់ឈ្នះជាមួយនឹងគ្រាប់បាល់របស់ខ្លួន Bachira បាននិយាយឡើងថាវាពិតជាត្រឹមត្រូវណាស់ Isagi ឯងត្រូវចងចាំគ្រាប់បាល់របស់ខ្លួន Isagi ក៏បានរកឃើញរូបផ្គុំរបស់គេចុងក្រោយមានអ្វីដែលមិនឲ្យនរណាម្នាក់ដឹងពីអនាគតមុនគេបានឡើយ Isagi បានទប់លំនឹងខ្លួនបន្តិចរួចក៏សុទ្ធបាល់មួយទំហឹងជើងរបស់គេចូលទីបានសម្រេចគ្រប់គ្នាស្រឡាំងកាំងនឹង Isagi គ្រប់គ្នា Isagi បានស្រែកថានេះគឺជាពេលដែល Isagi បានអ្វីダイレクトシュートだこれが俺のゴールの方程式Nagi បាននិយោគបាល់រួចនិយាយនឹង Rio ថាយើងសល់ពេលវេលាទៀតប្រសិនបើពួកយើងអាចរកគ្រាប់បាល់បាន2គ្រាប់ទៀតយើងប្រកាសជានិយាយតបានចប់ផងកញ្ចែក៏ផ្លុំឡើងដើម្បីបញ្ចប់ការប្រកួត Team Z បានយកឈ្នះ Team V ត្រឹម 5-4 Nagi បាននិយាយទៅកាន់ Rio ថានេះគឺជាអារម្មណ៍នៅពេលដែលក្រុមរបស់ខ្លួនចាញ់មែនវាពិតជាឈឺចាប់ខ្លាំងណាស់ Wataru បានសម្លឹងទៅមើលក្រុមរបស់ខ្លួនរួចនិយាយទាំងញញឹមថានាទីបំផុតពួកគេអាចធ្វើបានហើយស្របពេលនោះដែរ Kunigami បានហៅ Wataru ឲ្យចូលរួមនឹងគ្នាប៉ុន្តែ Wataru បានបដិសេធមិនបានអត់ឥឡូវពួកយើងឈ្នះហើយតា Raichi បានដើរមកនិយាយថាមិនបាច់អភ័យទោសឲ្យវាទេវានៅតែជាជនក្បត់ដដែលប៉ុន្តែប្រសិនបើមិនមានឯងក៏ពួកយើងមិនបានឈ្នះការប្រកួតនេះដែរអញ្ចឹងមកចូលជាមួយនឹងយើងមកអាជនក្បត់រួចក៏ហត់ដៃឲ្យ Wataru តែបើជាអបិ Raichi នឹងទៅវាយលើ Wataru វិញគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង Raichi បានបន្តនិយាយទៀតថាអញប្រហែលជាស្អប់ហែងពេញមួយជីវិតអញហើយសម្រាប់ការក្បត់ពួកយើងអបិនេះសាំហ្មងហត់ដៃឲ្យគេចាប់ជាមួយនឹងឯងហើយវាយគេទៀតតាមពិត Raichi គ្រាន់តែចង់ដាស់តឿន Wataru តែប៉ុណ្ណោះគ្រប់គ្នាក៏បានលើកលែងទោសឲ្យ Wataru គ្រប់គ្នាក្នុងការជំរុញដំបូងនេះក្នុងអគារទី5ត្រូវបានបញ្ចប់គេបានប្រកាសលទ្ធផលនៃការជំរុញនេះផងដែរលេខ1គឺបានទៅលើ Team V លេខ2គឺបានទៅលើ Team Z ហើយក្រុមដែលធ្លាក់វិញត្រូវបានជ្រើសរើសយកម្នាក់នៅតាមក្រុមនីមួយៗក្នុងនោះមានដូចជា Chun Nishi, Nico និង Baru បន្ទាប់ពីការប្រកាសចប់គ្រប់គ្នាសប្បាយចិត្តជាខ្លាំងទីបំផុតពួកយើងអាចធ្វើបានហើយកាត់មកមើលពេលញ៉ាំអាហារពួកគេបានញ៉ាំម្ហូបឆ្ងាញ់ជាច្រើនច្បាស់ត្រូវបានសុំឲ្យ Bachira និង Isagi ទៅយកទឹកនៅពេលដែលពួកគេកំពុងតែច្រកទឹកនោះ Isagi បានអរគុណទៅ Bachira ដែលបានប៉ះបាល់ឲ្យខ្លួន Bachira បានតបវិញថានឹងឲ្យគេដឹងពីឯងច្បាស់ខ្លាំងណាស់ហើយក្នុងការប្រកួតមុននឹងមានដឹងអ្វីខ្លះពីខ្លួនឯងអត់ Isagi បានតបវិញថាគេគិតថាគេបានយល់ដឹងច្បាស់ពីសមត្ថភាពរបស់គេខ្លាំងជាងមុនហើយគេនឹងបដិញ្ញាចិត្តថានឹងក្លាយជាខ្សែយុទ្ធដ៏ខ្លាំងបំផុតនៅលើពិភពលោក Bachira មើលមុខ Isagi ចូលតួខ្លាំងពេកក៏បាននិយាយថាគេពិតជាចូលចិត្តទឹកមុខឯងខ្លាំងណាស់រួចក៏ទះដៃនឹងគ្នាសោយយ៉ាងសប្បាយរីករាយតែស្របពេលនោះពួកគេបានឃើញអ្នកដែលត្រូវបានជំរុញបានឆ្លងកាត់ពួកគេហើយស្រែកយំសោកស្ដាយជាខ្លាំង Isagi ឃើញដូច្នេះក៏បាននិយាយឡើងថា
វាពិតជាអាក្រក់ខ្លាំងណាស់ស្របពេលនោះដែរនេះក៏បានហៅពួកគេទាំងពីរនេះហើយបាននិយាយឡើងទៀតថាការពីការប្រកួតមុនគេចាញ់ឯងដោយសារតែគ្រាប់បាល់របស់ឯងធ្វើគេផ្លាស់ប្ដូរការប៉ះរបស់គេមកសុទ្ធរកគ្រាប់បាល់វិញហើយក៏អរគុណផងដែរដែលបានបង្រៀនមេរៀនខ្លះដល់យើងក្នុងពេលណាមួយគេនឹងខ្លាចជាអ្នកបដូរឯងវិញម្ដងហើយក៏បានដាក់ចាក់ចេញទៅបាច់ជារាបានប្រាប់អ៊ីសាគីថាឯងកំពុងតែល្បីហើយពេលពួកគេត្រឡប់មកកន្លែងវិញគេបានឃើញគ្រប់គ្នាដេកអស់បាត់ទៅហើយកាត់ចូលមកដល់ពេលប្រជុំវិញជីនប៉ាជីបានប្រកាសប្រាប់អ្នកទាំងអស់គ្នាពីការវឹកហាត់សម្រាប់វគ្គជម្រុះទី2តែពេលនោះអ៊ីម៉ូសបានសួរបកវិញថាតើពេលណាទៅការវឹកហាត់នឹងចប់ជីនប៉ាជីតវិញថាត្រូវតែវឹកហាត់រហូតតតែគេប្រាប់ថាឲ្យឈប់ចាំឈប់ចាប់ពីពេលនោះមកគ្រប់គ្នាចាប់ផ្ដើមវឹកហាត់តាមពេលសម្ដីរបស់ជីនប៉ាជីប្រាប់និយាយពីថាវេទនាដល់ហើយអ្នកខ្លះក្អួតផងអ្នកខ្លះដូចជាពិបាកក្នុងការវឹកហាត់ដល់ហើយអានេះហាត់តងាប់យកមកក្នុងថ្ងៃមួយគេបានប្រកាសពីវគ្គជម្រុះដំបូងត្រូវបានបញ្ចប់ហើយបានឲ្យអ្នកទាំងអស់គ្នានឹងចុះទៅប្រជុំនៅជាន់ក្រោមនៃអគារ Blue Lock នេះពេលមកដល់មើលទៅអ្នកគ្រប់គ្នានៅទីនោះសុទ្ធតែហត់ដូចតែគ្នានឹងស្របពេលនោះដែរជីនប៉ាជីបានមកប្រាប់អ្នកទាំងអស់គ្នាថាតាមពិតក្នុងអគារ Blue Lock នេះមានតែ5ក្រុមទេគេក៏ហត់គ្រប់គ្នានេះគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាមានការរីកចម្រើនតែប៉ុណ្ណោះតែអ្នកគ្រប់គ្នានៅទីនោះខឹងនឹងជីនប៉ាជីជាខ្លាំងដោយសារតែជីនប៉ាជីបានកុហកពួកគេជីនប៉ាជីបានលើកកីឡាករ Noah មកធ្វើជាឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាស្ដាប់គេពីមុនគ្រាន់តែជាកូនក្រីក្រដែលមានកំណើតនៅបារាំងតែអ្វីដែលជាជំរឿចុងក្រោយក្នុងការផ្លាស់ប្ដូរជីវភាពរបស់ខ្លួនគឺបាល់ទាត់នឹងឯងហើយផលនេះហើយទៅគេធ្វើចឹងដើម្បីឲ្យអារម្មណ៍នៃការចង់ឈ្នះរបស់ពួកគេកើនឡើងដូចគ្នានេះដែរអារម្មណ៍របស់អ្នកទាំងអស់គ្នាគឺចង់ផ្ដួលអ្នកដែលខ្លាំងជាងខ្លួនអញ្ចឹងនៅពេលនោះអ្នកនឹងរកវិធីគ្រប់យ៉ាងដើម្បីយកឈ្នះគេតទៅបាននេះក៏វាជាការពង្រឹងសមត្ថភាពរបស់យើងឲ្យខ្លាំងជាងមុនផងដែរជីនប៉ាជីបានចាប់ផ្ដើមប្រកាសការលេងវគ្គជម្រុះទី2ក្នុងវគ្គជម្រុះនេះអ្នកទាំងអស់គ្នាត្រូវតែឆ្លងកាត់ឧបសគ្គទាំង5ដែលគេបានដាក់ឲ្យទើបអាចបន្តទៅមុខទៀតបានការពីវគ្គជម្រុះមុនអ្នកទាំងអស់គ្នាគ្រាន់តែបានសំណាងតែប៉ុណ្ណោះដោយសារតែអ្នកមានមិត្តរួមក្រុមជួយតែប៉ុណ្ណោះអញ្ចឹងក្នុងវគ្គជម្រុះនេះប្រសិនបើអ្នកណាអត់នឹងត្រូវបានចាក់ចេញមានន័យថាក្នុងវគ្គជម្រុះហ្នឹងគឺគេអត់ឲ្យលេងជាមួយមិត្តរួមក្រុមទេគឺត្រូវលេងដោយខ្លួនឯងក្នុងពេលដែលអ្នកទាំងអស់គ្នាកំពុងពិភាក្សាមានកីឡាករម្នាក់បានសូកបាល់ដើម្បីបញ្ជាក់ពីសមត្ថភាពរបស់គេឲ្យអ្នកគ្រប់គ្នាឃើញបាល់ដែលគេបានសូននោះវាពិតជាកោងស្អាតល្អណាស់អ្នកគ្រប់គ្នាផ្អែកជាខ្លាំងបាល់មួយគ្រាប់នេះវាពិតជាល្អពេកហើយអាប៉ែនោះក៏បានដើរចូលបន្ទប់មុនគេទៅភ្លេចប្រាប់ឈ្មោះរបស់គាត់មានឈ្មោះថា Itoshi Rin គឺជាបងប្អូនប្រកាសនឹង Itoshi Se ដែលជាកីឡាករទី11ប្រចាំពិភពលោកគ្រាន់តែលើដូចនេះហើយគ្រប់គ្នាចាប់ផ្ដើមបាក់ទឹកចិត្តម្ដងទៀតតែអ៊ីសាគីបានមកលើកទឹកចិត្តអ្នកទាំងអស់គ្នាហើយប្រាប់គេថាមើលការប្រកួត Team V មកយើងអាចយកឈ្នះបានអញ្ចឹងយើងត្រូវតែខំប្រឹងឡើងទាំងអស់គ្នាហើយពួកគេក៏ចាប់ផ្ដើមលើកទឹកចិត្តគ្នាទៅវិញទៅមកពួកយើងនឹងយកឈ្នះឲ្យទាល់តែបានហើយសាររឿងរបស់យើងក៏មានតែប៉ុណ្្នឹងដែរសូមទោសអ្នកគ្នាផងដែលឲ្យរងចាំវីដេអូយូរដោយសារតែខ្ញុំរៀងរវល់ការងារតិចតួចអញ្ចឹងហើយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងយល់អញ្ចឹងកុំភ្លេចជួយ like និង subscribe ខ្ញុំម្នាក់មួយផងពីខ្ញុំបាទ SK សូមជម្រាបលាអ្នកនរគ្នា